សូមគោរពជំរាបសួរអតិថិជនហ្វតទាំងអស់គ្នាជួយនឹងខ្ញុំកែណាទៀតហើយហើយឥឡូវនេះដែរខ្ញុំកំពុងតែឈរនៅមជ្ឈមណ្ឌលជួសជុលរថយន្តសាខាទួលសង្កែក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអតិថិជនទាំងអស់គ្នាអំពីទិសដៅចំនួន3ដែលអតិថិជនអាចធ្វើដំណើរមកកាន់មជ្ឈមណ្ឌលជួសជុលរថយន្តសាខាទួលសង្កែនេះបានតោះទៅតាមដានវីដេអូនេះទាំងអស់គ្នាគោលដៅទី1ប្រសិនបើបងប្អូនធ្វើដំណើរពីទិសខាងកើតចុះពីស្ពានជ្រោយចង្វាដល់រង្វង់មួគួយកាណង់ហើយមកត្រង់តាមបណ្ដោយផ្លូវអង្គាឃ្លាំងមឿងបងប្អូនបន្តដំណើរចម្ងាយប្រហែល1គីឡូម៉ែត្របងប្អូននៅឃើញធនាគារអូរីបន្ទាប់មកបត់ស្ដាំតាមច្រកធនាគារអូរីហើយបន្តដំណើរមកត្រង់ចម្ងាយប្រហែល500ម៉ែត្របងប្អូននឹងឃើញ Ford នៅខាងឆ្វេងដៃគោលដៅទី2ប្រសិនបើបងប្អូនធ្វើដំណើរពីចំណុចអង្គតានជួលកកតាមបណ្ដោយផ្លូវ273បងប្អូនបន្តដំណើរទៅទិសខាងកើតត្រង់ចម្ងាយប្រហែល600ម៉ែត្របងប្អូននឹងឃើញធនាគារអូរីបន្ទាប់មកបត់ឆ្វេងតាមច្រកធនាគារអូរីចម្ងាយ500ម៉ែត្របងប្អូននឹងឃើញ Ford នៅខាងឆ្វេងដៃគោលដៅទី3ប្រសិនបើបងប្អូនធ្វើដំណើរតាមបណ្ដោយផ្លូវអង្គាជាសុផារ៉ាធ្វើដំណើរមកទិសខាងត្បូងត្រង់បងប្អូននឹងឃើញការ៉ាសាំងតេឡានៅខាងឆ្វេងដៃ